ចូលឆ្នាំខាងមុខបងប្អូនជិតដល់ថ្ងៃហើយភ្លេចហ្នឹងមួយថ្ងៃទៀតណាដល់ចូលឆ្នាំហើយពេលដែលយើងជួបបងប្អូនអត់ដឹងធ្វើម្ហូបអីថ្ងៃនេះមកសាកល្បងធ្វើជាមួយនឹងញ៉ាំមកកាក់ត្រីឆ្អើរទាំងអស់គ្នាបងប្អូនហើយគឺផ្សំងាយលឿនទៀតឆាប់បានញ៉ាំណាអញ្ចឹងខ្ញុំមានជាមួយត្រីឆ្អើរត្រីរៀលដែលគេបកស្រាប់ហើយត្រូវប្រកាសថាត្រីហ្នឹងគឺថ្មីស្រួយហើយសណ្តែកដីខ្ទឹមសខ្ទឹមក្រហមនិងម្កាក់យកខ្ចីនិងជីបោះត្រីហើយជីអំពងណាហើយនឹងគឺជាទឹកត្រីផ្អែមបងប្អូនដែលចេះធ្វើទឹកត្រីផ្អែមគឺយើងមានទឹកត្រីផ្អែមស្រាប់អានឹងស្រួលហ្មងតែបើចេះធ្វើទេអាចខមមិនក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបធ្វើទឹកត្រីផ្អែមហ្នឹងធ្វើមិនឲ្យទុកបានយូរហើយខ្ញុំធ្វើបានច្រើនជម្រើសណាអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការចិតម្កាក់សិនហើយម្កាក់បងប្អូនយកម្កាក់ខ្ចីបានញ៉ាំទៅឆ្ងាញ់អញ្ចឹងយើងធ្វើការចិតវាអញ្ចឹងមកហើយម្កាក់យើងលាងស្អាតណាបងប្អូនហើយមិនបាច់ចិតសបកអីដាក់ទាំងសបកបានឆ្ងាញ់អញ្ចឹងយើងធ្វើការចិតម្កាក់ចិតអីហើយយើងចាប់ដើមមកចិតហាន់ខ្ទឹមក្រហមបងប្អូនខ្ញុំប្រើខ្ទឹមក្រហម1មើមរៀងត្រូវដែរតែបើបងប្អូនអត់ចូលចិត្តខ្ទឹមក្រហមបាច់ដាក់ក៏បានដែរប៉ុន្តែដាក់រឹតតែឆ្ងាញ់នេះធ្វើកណ្ដោមាត់បងប្អូននឹកឃើញអបសុកពេកធ្វើញ៉ាំបដ ாய் ទៅហើយគាត់នឹកឃើញគាត់ថតចាំនិយាយឲ្យបងប្អូនដែលគាត់អត់ទាន់ធ្វើអាចធ្វើបានចឹងហើយខ្ញុំប្រើខ្ទឹមសហ្នឹង3មើម3កំពឹសច្រឡំ3មើមនិយាយមិនដែរត្រូវខ្ញុំហើយម្ទេសហ្នឹងខ្ញុំប្រើដូចជា6 7គ្រាប់ដែរបើអ្នកអត់ចង់ញ៉ាំហឹរមិនដាក់ម្ទេសក៏បានប៉ុន្តែប្រភេទញ៉ាំភ្លីអីហ្នឹងបើដាក់ម្ទេសឆ្ងាញ់ទេអញ្ចឹងយើងធ្វើការដាក់ម្ទេសមកហើយបន្ទាប់ពីយើងធ្វើការចិតរួចអស់ហើយគ្រឿងផ្សំយើងរួចរាល់អស់ហើយអញ្ចឹងខ្ញុំធ្វើការចាក់គ្រឿងទាំងអស់ហ្នឹងញ៉ាំចូលគ្នាតែម្ដងហើយម្កាក់ដែលយើងចិតហើយហ្នឹងគឺយើងដាក់ចូលចានហេងធំមួយមកហើយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសត្រីឆ្អើរហ្នឹងគឺស្រួយហ្មងត្រីថ្មីបងប្អូនហើយបងប្អូនអាចដាក់ត្រីម្ដែងក៏បានតែខ្ញុំចង់ញ៉ាំត្រីរៀលហើយជីហ្នឹងតាមចំណូលចិត្តច្រើនក៏បានតិចក៏បានអញ្ចឹងណាហើយសណ្តែកដីតែបើអ្នកអាឡែស៊ីមួយសណ្តែកដីបាច់ដាក់ក៏បានដែរតែខ្ញុំសណ្តែកដីcàngច្រើនcàngឆ្ងាញ់ហើយនឹងទឹកត្រីផ្អែមដែលខ្ញុំប្រើជាមួយញ៉ាំហ្នឹងហើយទឹកត្រីផ្អែមហ្នឹងខ្ញុំប្រើជាមួយមុនសាព្រាបាយដោយសារទឹកត្រីផ្អែមរបស់ខ្ញុំហ្នឹងក៏វារៀងរសជាតិដិតដែរណាប៉ុន្តែបើសិនទឹកត្រីផ្អែមហ្នឹងបើយើងចង់ញ៉ាំជាមួយគួងជាមួយបាញ់ឆាវអីយើងអាចលាយជាមួយទឹកក្តៅឬទឹកដូងបានកុំឲ្យវាដិតពេកណាតែនេះខ្ញុំធ្វើញ៉ាំអញ្ចឹងខ្ញុំបាច់ថែមគ្រឿងអីទាំងអស់គាត់ធ្វើតែប៉ុណ្្នឹងមករួចជាការស្រេចហើយទឹកត្រីខ្ញុំធ្វើហ្នឹងគឺតាំងពីខ្ញុំធ្វើមកបន្ទល់ឥឡូវវាចូលជិត1ឆ្នាំហើយបងប្អូនតែខ្ញុំដាក់ក្នុងទូទឹកកកហើយគុណភាពវានៅដដែលអត់មានខូចអីទេចេះធ្វើការញ៉ាំហើយរសជាតិយើងល្មមប៉ុណ្ណឹងគឺល្មមតែម្ដងហើយខ្ញុំចាប់ផ្ដើមបន្ថែមសណ្តែកដីពីលើតិចមិនតិចទេពីលើហ្នឹងគឺប្រហោយទាំងអស់ហ្មងបងប្អូនដូចខ្ញុំនិយាយចឹងខ្ញុំចូលចិត្តញ៉ាំសណ្តែកដីអញ្ចឹងខ្ញុំដាក់ច្រើនតិចទៅហើយរួចរាល់ហើយញ៉ាំម្កាក់ត្រីឆ្អើរយើងមានតែប៉ុណ្ណឹងអញ្ចឹងអរគុណបងប្អូនដែលតាមដានវីដេអូនេះដល់ចប់កុំភ្លេចជួយ Subscribe អ្នកមួយផងមកហូបចូលឆ្នាំយើងជួបជុំគ្រួសារយើងផឹកឲ្យជាក់អីណាកុំភ្លេចញ៉ាំយ៉ាម្កាក់ត្រីឆ្អើរបងប្អូនអស់លុយតិចហើយឆ្ងាញ់ញ៉ាំបានច្រើនអរគុណបងប្អូន